ជាការពិតអ្វីៗដែលមាននៅលើលោកនេះគឺមានភាពផ្ទុយគ្នាទាំងអស់ឧទាហរណ៍ដូចជាខ្មៅផ្ទុយនឹងសល្អផ្ទុយនឹងអាក្រក់បណ្ដាសាផ្ទុយនឹងព្រះពរយ៉ាងណាមិញក៏មានជីវិតបណ្ដោះអាសន្ននិងជីវិតអស់កលជានិច្ចដែរព្រះជាម្ចាស់ទ្រង់ធំឧត្តមព្រះជាស្ដេចទ្រង់ធំលើអ្វីទាំងអស់ទ្រង់បានបង្កើតផ្ទៃមេឃនិងផែនដីព្រមទាំងអ្វីសពសារពើផងកាលណាយើងមើលពីស្នាព្រះហស្ថរបស់ទ្រង់នោះអស្ចារ្យណាស់អ្វីទាំងប៉ុន្មានដែលទ្រង់បានបង្កើតនោះល្អប្រពៃអ្វីទាំងប៉ុន្មានបានសម្ដែងពីភាពដ៏ធំឧត្តមពីក្តីសប្បុរសនិងព្រះជាស្ដេចទ្រង់ព្រះបានបង្កើតរុក្ខជាតិនិងសត្វគ្រប់ប្រភេទបន្ទាប់មកទ្រង់បានបង្កើតមនុស្សដើមដំបូងពីធូលីដីរួចទ្រង់បានផ្លុំខ្យល់ដង្ហើមជីវិតចូលទៅក្នុងរន្ធច្រមុះនោះក៏មានជីវិតឡើងមនុស្សដើមដំបូងមានឈ្មោះថាអាដាមក្រោយមកទ្រង់បានយកឆ្អឹងជំនីអាដាមមួយហើយជប់ឲ្យកើតជាស្ត្រីធ្វើជាប្រពន្ធនិងជាដៃគូរបស់គាត់នាងឈ្មោះថាអេវ៉ាព្រះបានបង្កើតមនុស្សប្រុសស្រីមកឲ្យដូចជារូបអង្គទ្រង់ដើម្បីឲ្យគេរីករាយហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទ្រង់ពួកគេរស់នៅដោយអំណរក្នុងវត្តមានទ្រង់ក្នុងសួនច្បារអេដែនដ៏ស្រស់ស្អាតដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៅទីនោះគ្មានការឈឺចាប់ហើយក៏គ្មានសេចក្តីស្លាប់ដែរព្រះបង្គាប់អាដាមថាអ្នកអាចបរិភោគផ្លែឈើទាំងអស់លើកលែងតែពីដើមឈើមួយនេះត្បិតនៅថ្ងៃណាដែលអ្នកបរិភោគនោះអ្នកនឹងស្លាប់ជាមិនខានប៉ុន្តែថ្ងៃមួយសាតាំងបានលបួងនាងអេវ៉ានាងក៏បេះផ្លែឈើនោះបរិភោគព្រមទាំងចែកឲ្យប្តីផងពួកគេធ្វើដូច្នោះពីព្រោះពួកគេជឿលើសាតាំងជាជាងជឿព្រះនៅពេលនោះទំនាក់ទំនងរវាងពួកគេជាមួយព្រះត្រូវដាច់ចេញត្បិតព្រះបរិសុទ្ធហើយមនុស្សមានបាបមិនអាចរស់នៅក្នុងវត្តមានទ្រង់បានឡើយដូច្នេះព្រះបានបណ្ដេញអាដាមនិងអេវ៉ាចេញពីសួនច្បារអេដែនពួកគេរងទុក្ខវេទនាយ៉ាងអាម៉ាស់ពីព្រោះពួកគេមិនស្ដាប់បង្គាប់ព្រះការឈឺចាប់និងសេចក្តីស្លាប់បានកើតមានដល់អាដាមអេវ៉ានិងកូនចៅរបស់គាត់ប៉ុន្តែព្រះមានមេត្តាករុណាទ្រង់នៅតែស្រឡាញ់មនុស្សលោកជានិច្ចទ្រង់បានរៀបចំផ្លូវជាស្រេចសម្រាប់ពួកគេដើម្បីឲ្យពួកគេវិលបែរមករួមរស់ជាមួយទ្រង់វិញនៅក្នុងបទគម្ពីរព្រះបានបើកសម្ដែងពីគម្រោងការរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីទោសដែលគេត្រូវទទួលហើយឲ្យរួចពីបាបនិងភាពអាម៉ាស់របស់ពួកគេព្រមទាំងឲ្យពួកគេមានការប្រកបយ៉ាងជិតស្និទ្ធជាមួយទ្រង់វិញព្រះបានបើកសម្ដែងគម្រោងការនេះមួយផ្នែកដល់លោកអាប់រ៉ាហាំអាប់រ៉ាហាំជឿទុកចិត្តនិងគោរពកោតខ្លាចដល់ព្រះសន្យាថានឹងប្រទានពរដល់គាត់និងមនុស្សគ្រប់ពូជជាតិសាសន៍តាមរយៈគាត់ព្រះទ្រង់សន្យាប្រទានឲ្យគាត់មានកូនចៅជាច្រើនដូចជាគ្រាប់ខ្សាច់នៅមាត់សមុទ្រនិងដូចជាវងផ្កាយនៅលើមេឃអាប់រ៉ាហាំជឿលើព្រះទ្រង់រាប់គាត់ជាមនុស្សសុចរិតដោយសារសេចក្តីជំនឿព្រះបានចាត់ទុកគាត់ជាមិត្តសម្លាញ់របស់ទ្រង់នៅថ្ងៃមួយព្រះបានលបងអាប់រ៉ាហាំដើម្បីចង់ដឹងថាគាត់ជឿទុកចិត្តហើយស្ដាប់បង្គាប់ទ្រង់ឬទេទ្រង់ប្រាប់អាប់រ៉ាហាំឲ្យថ្វាយកូនគាត់ជាយ៉ាញ់បូជាអាប់រ៉ាហាំបានដឹងថាព្រះបានសន្យាប្រទានឲ្យគាត់មានកូនចៅជាច្រើនតាមរយៈកូនតែមួយនេះប៉ុន្តែគាត់នៅតែជឿទុកចិត្តហើយគោរពកោតខ្លាចទ្រង់ដូច្នេះគាត់បានរៀបចំសម្លាប់កូនគាត់ជាយ៉ាញ់បូជាថ្វាយដល់ព្រះអាប់រ៉ាហាំលើកកំបិតឡើងប៉ុន្តែព្រះមានបន្ទូលថាអាប់រ៉ាហាំអើយកុំឲ្យលូកដៃទៅលើកូនក្មេងនេះឡើយអញដឹងហើយថាឯងកោតខ្លាចនឹងស្ដាប់បង្គាប់អញអាប់រ៉ាហាំឃើញជាមឈ្មោលមួយជាប់ស្នែងនៅព្រៃខាងក្រោយខ្លួនគាត់ក៏យកជាមនោះមកថ្វាយជាដង្វាយដុតជំនួសកូនខ្លួនវិញនៅពេលដែលព្រះប្រទានជាមដុតជាយ៉ាញ់បូជាជំនួសកូនរបស់អាប់រ៉ាហាំគឺទ្រង់ចង់បង្ហាញពីក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះរាជទ្រង់ក្តីស្រឡាញ់របស់ទ្រង់ប្រៀបដូចជាក្តីស្រឡាញ់របស់ឪពុកដ៏ល្អដែលមានចំពោះកូន
តាមរយៈព្រឹត្តិការណ៍នេះព្រះបានបង្ហាញអំពីគម្រោងការដើម្បីសគត់ទុកជាយ៉ាញ់បូជាជំនួសអំពើបាបរបស់មនុស្សលោកយូរលង់មកហើយព្រះបានបើកសម្ដែងដល់ហោរាថាទ្រង់នឹងចាត់ម្នាក់ដែលគ្មានបាបសោះឲ្យមកស្លាប់ជំនួសកូនចៅអាដាមហើយដកអំពើបាបនិងភាពអាម៉ាស់របស់ពួកគេចេញដោយសារយ៉ាញ់បូជាដ៏ឧត្តមឧត្តមរបស់ទ្រង់បានបើកផ្លូវឲ្យអស់អ្នកជឿលើទ្រង់ចេះរស់នៅយ៉ាងជិតស្និទ្ធជាមួយព្រះអស់កាលជានិច្ចហោរាបានហៅទ្រង់ថាព្រះមេស៊ីពួកគេថ្លែងថាព្រះនឹងចាត់ព្រះមេស៊ីឲ្យមកសង្គ្រោះមនុស្សហើយគ្រងរាជ្យជាស្ដេចនិងគ្រប់គ្រងពួកគេអស់កាលជានិច្ចក្នុងព្រះនាមរបស់ព្រះរាប់រយឆ្នាំមុនពេលទ្រង់យាងមកពួកហោរាបានថ្លែងពីកិច្ចការដែលព្រះមេស៊ីនឹងធ្វើនិងអ្វីដែលកើតឡើងចំពោះទ្រង់ស្ដេចដាវីតបានថ្លែងថាព្រះទ្រង់មានបន្ទូលពីព្រះមេស៊ីថាឯងជាបុត្រអញហោរាអេសាយបានថ្លែងថាមើលនាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រមួយបុត្រនោះគឺជាព្រះដ៏នៅអកាលដែលបានសម្ដែងពីព្រះទៅកាន់មនុស្សលោកពួកហោរាបានចែងថាព្រះមេស៊ីនឹងប្រសូតនៅបេតលេហឹមហើយទ្រង់នឹងយាងចូលក្រុងយេរូសាឡឹមជាមហាក្សត្រដែលគង់នៅលើខ្នងសត្វលាពួកគេក៏បានចែងទៀតថាសម្លាញ់ចិត្តស្និទ្ធរបស់ទ្រង់នឹងក្បត់ទ្រង់ដោយសារលុយ30រៀលពួកហោរាបានថ្លែងថាព្រះមេស៊ីនឹងបូជាព្រះជន្មប៉ុន្តែព្រះប្រោសឲ្យទ្រង់រស់ឡើងវិញនៅថ្ងៃទី3ពួកហោរាហៅព្រះមេស៊ីថាកូនមនុស្សហើយទ្រង់នឹងយាងមកក្នុងវត្តមានរបស់ព្រះប្រទានឲ្យទ្រង់មានអំណាចលើមនុស្សគ្រប់ជាតិសាសន៍ជារៀងរហូតជាង2000ឆ្នាំមកហើយទ្រង់បានរស់នៅក្នុងពិភពលោកនេះទ្រង់មានឈ្មោះថាយេស៊ូតើព្រះជន្មរបស់ព្រះយេស៊ូបានបំពេញតាមអ្វីដែលហោរាទាយទុកពីព្រះមេស៊ីទេខ្សែភាពយន្តនេះបង្ហាញថាព្រះយេស៊ូជានរណាហើយអ្វីដែលទ្រង់មានបន្ទូលនិងប្រព្រឹត្តមានដូចដែលចែងក្នុងព្រះគម្ពីរក្នុងខ្សែភាពយន្តនេះមានអ្នកសម្ដែងតួជាព្រះយេស៊ូគ្មាននរណាម្នាក់ស័ក្តិសមនឹងធ្វើដូច្នេះទេតែខ្សែភាពយន្តនេះត្រូវបានផលិតឡើងដើម្បីឲ្យមនុស្សអាចយល់ដឹងហើយរៀនពីជីវិតព្រះយេស៊ូនិងអាចទទួលពរដោយដែលទ្រង់បានសន្យាដែលខ្ញុំបានសរសេរមកជូននេះអរលោកម្ចាស់ទេភេលអើយត្បិតខ្ញុំបានពិនិត្យមើលនៅរឿងទាំងអស់នេះយ៉ាងម៉ត់ចត់ដើម្បីឲ្យលោកបានជ្រាបពីការពិតដែលបានកើតឡើងមកនេះនៅគ្រាដែលសេសាអូគូសទ្រង់គ្រប់គ្រងចក្រភពរ៉ូមហើយហេរ៉ូតធ្វើជាស្ដេចនៅស្រុកយូដានោះព្រះបានចាត់ទេវតាការប្រយែលឲ្យទៅឯនាងព្រហ្មចារីម្នាក់នៅភូមិណាសារ៉ែននាងនោះឈ្មោះម៉ារីកុំខ្លាចអីម៉ារីអើយបិទព្រះបានប្រោះមេត្តាដល់នាងហើយមើលនាងនឹងមានកូនប្រសូតបានបុត្រាមួយអង្គដែលនាងត្រូវថ្វាយព្រះនាមថាយេស៊ូខ្ញុំនៅព្រហ្មចារីធ្វើម៉េចនឹងសម្រេចបានព្រះវិញ្ញាណបរិសុទ្ធនឹងមកសង្ឃិតលើនាងបុត្រានោះនឹងបានជាធម្មឧត្តមហើយគេនឹងហៅទ្រង់ថាជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតម៉ារីក៏ធ្វើដំណើរទៅស្រុកយូដាដើម្បីទៅលេងនឹងអេលីសាប៊ែតជាបងប្អូននាងដែលមានគភ៌ដោយសារការអស្ចារ្យដែរអេលីសាប៊ែតម៉ារីអូនស្រីម៉ារីក្នុងពួកស្រីគឺប្អូនដែលមានពរពិតព្រមទាំងកូននៅក្នុងផ្ទៃប្អូនផងបាត់ការដែលបងឮពាក្យជំរាបសួរនោះកូននៅក្នុងផ្ទៃបងបំរះយ៉ាងអំណរប្រលឹងខ្ញុំលើកដំកើងព្រះអង្គម្ចាស់វិញ្ញាណខ្ញុំរីករាយក្នុងព្រះដ៏ជាអង្គសង្គ្រោះខ្ញុំពីនេះទៅមុខគ្រប់ទាំងដំណរមនុស្សរាប់ខ្ញុំថាជាអ្នកមានពរនេះជារាជបញ្ជានៃព្រះចៅអធិរាជសេសាអូគូស
ដល់បងប្អូនរស់នៅស្រុកណាសារ៉េតថានឹងមានការចុះឈ្មោះតាមតំបន់នៃស្រុកកាលីលេនិងស្រុកយូដាគ្រប់មនុស្សទាំងអស់ត្រូវទៅចុះឈ្មោះតាមស្រុកកំណើតរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅម៉ារីក៏បានទៅភូមិបេតលេហឹមក្នុងស្រុកយូដាដើម្បីចុះឈ្មោះជាមួយយូសាបជាគូដណ្ដឹងនាងតែនៅបេតលេហឹមគ្មានកន្លែងសំណាក់ណាមួយដែលគេរកបានឡើយគឺមានតែក្រោលសត្វមួយប៉ុណ្ណោះនៅស្រុកនោះមានពួកគង្វាលដែលកំពុងចាំយាមរក្សាហ្វូងជៀមរបស់ខ្លួននៅឯវាលយប់នោះស្រាប់តែមានទេវតានៃព្រះអង្គម្ចាស់លិចមកឯគេឯសេរីល្អនៃព្រះក៏ភ្លឺច្រវាត់ជុំវិញនៅថ្ងៃនេះមានព្រះសង្គ្រោះមួយអង្គបានប្រសូតនៅក្រុងរូមដាវីតគឺព្រះគ្រីស្ទជាព្រះអង្គម្ចាស់ពួកអ្នកគង្វាលក៏ចេញទៅជាប្រញាប់ដើម្បីទៅមើលបុត្រតូចដែលផ្ដេកនៅក្នុងស្នូលហើយគេជាអ្នកដំបងដែលផ្សាយដំណឹងល្អពីមេដាព្រហ្មចារីនិងពីកំណើតនៃព្រះអង្គសង្គ្រោះមួយសប្តាហ៍កន្លងមកពេលដែលត្រូវកាត់ស្បែកព្រះឱរស់នោះគេថ្វាយព្រះនាមទ្រង់ថាយេស៊ូយូសាបនិងម៉ារីក៏នាំព្រះឱរស់ទៅក្រុងយេរូសាឡឹមដើម្បីថ្វាយដល់ព្រះអង្គម្ចាស់នៅក្នុងព្រះវិហារមានមនុស្សម្នាក់គាត់ឈ្មោះស៊ីមៀនជាអ្នកកោតខ្លាចដល់ព្រះដែលព្រះវិញ្ញាណបរិសុទ្ធបានឲ្យដឹងថាគាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទព្រះអង្គម្ចាស់អើយសូមឲ្យបើបម្រើទ្រង់ទៅដោយសុខសាន្តតាមព្រះបន្ទូលទ្រង់ចោលនៃទូលបង្គំបានឃើញសេចក្តីសង្គ្រោះទ្រង់ហើយបុត្រនេះពិតជាព្រះចាត់មកមែនសូមព្រះប្រទានពរកាលដែលគេបានធ្វើគ្រប់ទាំងអស់តាមច្បាប់នៃលោកមូសេហើយគេបានចាកចេញពីក្រុងយេរូសាឡឹមត្រឡប់ទៅណាសារ៉េតវិញកាលព្រះយេស៊ូវមានព្រះជន្ម12ឆ្នាំយូសាបនិងម៉ារីបានយកទ្រង់ទៅចូលរួមបុណ្យរំលងនៅក្រុងយេរូសាឡឹមដល់ថ្ងៃត្រឡប់មកផ្ទះវិញទ្រង់មិនបានមកជាមួយដូចគេបានគិតនោះទេនោះគេក៏ត្រឡប់ទៅរកទ្រង់វិញ3ថ្ងៃក្រោយមកគេបានឃើញទ្រង់គង់នៅកណ្ដាលពួកអាចារ្យនិងពួកចាស់ទុំក្នុងព្រះវិហារនេះជាកូនណាសួររបៀបនេះកូននេះមកពីណាសារ៉េតគេបានមកជាមួយយើងសូមលោកម្ចាស់អត់ទោសផងអស់អ្នកដែលបានឮពីទ្រង់ក៏មានការអស្ចារ្យក្នុងចិត្តកូនម្ដាយហេតុអីបានជាកូនមកនៅទីនេះម្ដាយនិងឪពុកអ្នកបានខំដែររទាំងថប់ព្រួយអ្នកម្ដាយរកខ្ញុំធ្វើអ្វីតើមិនធៀបថាខ្ញុំត្រូវធ្វើការងារព្រះវរបិតាខ្ញុំទេឬអីទ្រង់ក៏យាងទៅណាសារ៉េតជាមួយពួកគាត់វិញហើយទ្រង់បានចម្រើនពេញវ័យប្រកបដោយប្រាជ្ញាដែលគប់ព្រះទ័យដល់ព្រះនិងមនុស្សផងនៅឆ្នាំទី15ក្នុងរាជសេសាទីបឺកាលលោកប៉ុនទាសពីឡាតធ្វើជាចៅហ្វាយស្រុកយូដាហេរ៉ូតជាស្ដេចអនុរាជនៅស្រុកកាលីលេហើយលោកអាននិងលោកកៃផាធ្វើជាសម្ដេចសង្ឃនោះព្រះមានបន្ទូលមកយូហាននៅទីរហោស្ថានហើយគាត់ក៏ដើរពេញក្នុងស្រុកជុំវិញទន្លេយ៉ូដានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹកខាងឯការប្រែចិត្តប្រយោជន៍ឲ្យបានរួចពីបាបចូលបែរចេញពីអំពើបាបអ្នករាល់គ្នាហើយទទួលបុណ្យជ្រមុជទឹកចុះនោះព្រះទ្រង់អត់ទោសឲ្យដោយដែលបានកត់ទុកក្នុងបទគម្ពីរអេសាយពីមនុស្សម្នាក់ដែលកំពុងស្រែកនៅទីរហោឋានថាចូលរៀបចំផ្លូវថ្វាយព្រះអង្គម្ចាស់ចូលរៀបចំផ្លូវទទួលព្រះអង្គម្ចាស់គ្រប់ទៅច្រកភ្នំត្រូវលុបឲ្យពេញគ្រប់ភ្នំតូចភ្នំធំត្រូវបន្ទាបទៅផ្លូវកងាក់កងក់ត្រូវធ្វើឲ្យត្រង់ផ្លូវរដេបរដប់ត្រូវធ្វើឲ្យស្មើនោះគ្រប់ទាំងមនុស្សនឹងបានឃើញសេចក្តីសង្គ្រោះរបស់ព្រះតើយើងត្រូវធ្វើយ៉ាងណាតើយើងត្រូវធ្វើយ៉ាងណាពូជ
ពោះវែកអើយ เอาលោកចង់ឲ្យយើងធ្វើយ៉ាងណា ប្រាប់យើងមកតើយើងត្រូវងាកចេញពីផ្លូវមួយណា អ្នកណាដែលមានអាវពីរត្រូវចែកមួយដល់អ្នកដែលគ្មានផងអ្នកណាដែលមានអាហារត្រូវធ្វើដូចនេះដែរលោកគ្រូយើងខ្ញុំជាអ្នកយកពន្ធតើត្រូវធ្វើយ៉ាងម៉េចកុំទាបពន្ធហួសកម្រិតដែលបានកំណត់ ចុះចំណាយយើងខ្ញុំតើត្រូវធ្វើដូចម្ដេច កុំសង្កត់សង្កិនយកលុយពីអ្នកណាឡើយកុំចោតបង្កាច់អ្នកណាម្នាក់ឲ្យសោះឲ្យស្កប់ចិត្តនឹងប្រាក់ខែខ្លួនចុះ ប្រាប់មកតើលោកជាព្រះគ្រា ខ្ញុំជ្រមុជឲ្យអ្នកដោយទឹកប៉ុន្តែនឹងមានព្រះមួយអង្គមកដែលមានអំណាចលើសខ្ញុំមិនគួរនឹងស្រែកខ្សែសពរបាត់ទ្រង់ផងទ្រង់នឹងជ្រមុជឲ្យអ្នកដោយព្រះវិញ្ញាណបរិសុទ្ធហើយនឹងភ្លើងវិញទ្រង់កាន់ចង្អេរនៅព្រះហស្ថទ្រង់រំរីងទីលានទ្រង់ឲ្យប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសន្ធិដ្ឋលើទ្រង់មានរូបរាងដូចជាសត្វព្រាបហើយមានសម្លេងចេញពីលើមេឃមកថានេះជាកូនស្ងួនគ្នាអញជាទីពេញចិត្តអញណាស់កាលព្រះយេស៊ូវបានចាប់ផ្ដើមប្រារព្ធកិច្ចការនោះទ្រង់មានព្រះជន្មប្រហែល30ឆ្នាំព្រះយេស៊ូវបានពេញដោយព្រះវិញ្ញាណបរិសុទ្ធក៏វិលពីទន្លេយ៉ូដានមកវិញនោះព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ទៅឯទីរហោស្ថានទ្រង់ត្រូវអរិយល្បួងក្នុងរវាង40ថ្ងៃនៅវេលានោះទ្រង់មិនបានសោយអ្វីសោះហើយអារ្យក៏ទូលទ្រង់ថា បើអ្នកជារាជបុត្រានៃព្រះមែនចូលធ្វើដុំថ្មនេះឲ្យខ្លាយជានំប៉័ងទៅបានចែងទុកថាមនុស្សមិនរស់ដោយសារតែនំប៉័ងទេគឺរស់ដោយព្រះបន្ទូលព្រះដែរអារ្យវានាំទ្រង់ទៅភ្នំខ្ពស់ហើយក៏បង្ហាញនគរលោកីយ៍ទាំងអស់ថ្វាយទ្រង់តើ ខ្ញុំនឹងឲ្យអំណាចនឹងលោកីទាំងមូលនេះដល់អ្នកបិទបានប្រគល់មកខ្ញុំហើយខ្ញុំឲ្យអ្នកណាស្រេចនឹងខ្ញុំបើអ្នកក្រាបថ្វាយបង្គំខ្ញុំនោះរបស់ទាំងនេះនឹងបានជារបស់អ្នកបានចែងទុកមកថាឯងត្រូវថ្វាយបង្គំដល់ព្រះនេះឯងត្រូវគោរពទ្រង់តែមួយប៉ុណ្ណោះ រួចអារ្យក៏នាំទ្រង់ទៅឯក្រុងយេរូសាឡឹមហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ បើអ្នកជាព្រះរាជបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនពីនេះទៅក្រោមចុះត្បិតមានសេចក្តីចែងទុកមកថាទ្រង់នឹងបង្គាប់ទេវតាទ្រង់ឲ្យថែរក្សាអ្នកហើយនឹងទ្រអ្នកដោយដៃក្រែងជើងអ្នកទង្គិចនឹងថ្មបទគម្ពីរចែងថាកុំលបងលោព្រះអម្ចាស់ជាព្រះនៃឯងឡើយ ទ
ទ្រង់ក៏យាងទៅភូមិណាសារ៉េតវិញជាកន្លែងដែលទ្រង់ធ្លាប់គង់នៅពីកុមារសុខសប្បាយទេចាសុខសប្បាយទ្រង់បានយាងចូលសាលាប្រជុំនៅថ្ងៃឈប់សម្រាកតាមទម្លាប់ទ្រង់ហើយទ្រង់ត្រូវបានគេហៅឲ្យទៅអានបទគម្ពីរអេសាយព្រះវិញ្ញាណនៃព្រះសន្ធិដ្ឋលើខ្ញុំទ្រង់ចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រទ្រង់ចាត់ខ្ញុំមកដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេងនិងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ព្រមទាំងដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួចហើយប្រកាសប្រាប់ពីពេលវេលាដែលព្រះអម្ចាស់បានកំណត់ទុកពាក្យនេះត្រូវណាស់បទគម្ពីរបានសម្រេចនៅត្រចៀកអ្នកហើយដោយអ្នកបានឮនៅថ្ងៃនេះបទគម្ពីរបានសម្រេចមានតែប្រមើលស៊ីទេដែលអាចសម្រេចនៅទំនាយនេះដែលយើងដឹងបានពិតជាអ្នករាល់គ្នានិយាយមកខ្ញុំថាគ្រូពេទ្យអើយមើលខ្លួនឯងឲ្យបានជាសិនចុះអ្វីដែលយើងបានឮថាអ្នកបានធ្វើនៅការពន្នឹមនោះចូលធ្វើនៅស្រុកខ្លួនឯងដែរខ្ញុំប្រាប់អ្នកថាមានហោរាណាដែលគេរាប់អាននៅក្នុងស្រុកខ្លួនទេពាក្យទាំងនេះព្រះយេស៊ូវមានបន្ទូលសម្ដៅថាទ្រង់ជាព្រះមេស៊ីដែលព្រះបានចាត់ឲ្យមកសង្គ្រោះរាជទ្រង់តែគេពុំបានទទួលទ្រង់ជាព្រះមេស៊ីឡើយពួកគេចង់ច្រានទ្រង់ទម្លាក់ពីលើចម្រាក់ភ្នំតែទ្រង់យាងកាន់ចេញពីចំណោមគេបាត់ទៅទ្រង់ក៏បានយាងទៅឯកាពឺនឹមដែលជាទីក្រុងនៃស្រុកកាលីលេទីហ៊ានរ៉ូមបានត្រួតត្រាគ្រប់កន្លែងហើយជនជាតិអ៊ីស្រាអែលគេទន្ទឹងចាំព្រះមេស៊ីដើម្បីមករំដោះគេឲ្យរួចផុតពីការសង្កត់សង្កិនសូមសេចក្តីសុខមានដល់អ្នកព្រះបាទលោកម្ចាស់ស៊ីម៉ូនខ្ញុំប្រើទូកអ្នកបានទេបានទ្រង់មិនយាងទៅណាទេមែនទេសូមទ្រង់មានបន្ទូលមកសូមទ្រង់មានបន្ទូលមកសូមមានបន្ទូលមកមានបុរសពីរនាក់ឡើងទៅអធិដ្ឋានក្នុងព្រះវិហារម្នាក់ជាពួកផារីស៊ីហើយម្នាក់ទៀតជាអ្នកយកគុណអ្នកផារីស៊ីក៏ក្រោកឈរហើយអធិដ្ឋានថាអោព្រះអង្គអើយទូលបង្គំអរព្រះគុណដល់ព្រះអង្គព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀតដែលជាមនុស្សលួចប្លន់ឬទុច្ចរិតហើយកំផិតដូចជាអ្នកយកគុណនេះទេទូលបង្គំតមួយអាទិត្យពីរដងហើយថ្វាយ1/10ពីរបស់ដែលរកបានតែអ្នកយកគុណគាត់ឈរនៅទីឆ្ងាយមិនទាំងងើបមើលទៅលើមេឃផងក៏គួកទ្រូងទូលថាអោព្រះអង្គអើយសូមអត់ទោសបាបឲ្យទូលបង្គំផងខ្ញុំប្រាប់អ្នកថាពេលអធិដ្ឋានចប់មិនមែនអ្នកផារីស៊ីទេដែលព្រះសព្វប្រតិតែគឺជាអ្នកយកគុណវិញបិទអ្នកណាដែលដំកើងខ្លួននឹងត្រូវបន្ទាបចុះតែអ្នកណាដែលបន្ទាបខ្លួននោះនឹងត្រូវដំកើងឡើងចូលចេញទូកទៅឯទឹកជ្រៅហើយទម្លាក់អួនចាប់ត្រីចុះអូលោកម្ចាស់យប់មិញយើងអូសអួនទោះភ្លឺតែគ្មានបានអ្វីសោះ
បើលោកថាដូច្នេះខ្ញុំនឹងទម្លាក់អួនតាមលោកចុះយ៉ាកូបយូហានយ៉ាកូបយូហានយកទូកឯម្នាក់មកជួយចាប់ត្រីយើងផងឲ្យចាប់ទៅនៅឯនេះក៏មានត្រីច្រើនដែរប៉ុណ្ណឹងបានហើយបានប៉ុណ្ណឹងបានហើយព្រះអង្គម្ចាស់សូមយើងចេញទៅបិទទូលបង្គំជាមនុស្សមានបាបកុំខ្លាចអីពីនេះទៅមកអ្នកនឹងនេសាទមនុស្សវិញចូលផ្ទៀងត្រចៀកស្ដាប់តាមចុះចូលស្វែងរកព្រះអង្គម្ចាស់ក្នុងកាលដែលអាចរកទ្រង់ឃើញហើយអំពាវនាវដល់ទ្រង់ការទ្រង់គង់នៅចិត្តចូលឲ្យមនុស្សបែកចេញពីផ្លូវអាក្រក់របស់ខ្លួនហើយវិលមករកព្រះអង្គម្ចាស់វិញនោះទ្រង់នឹងអាណិតមេត្តាដល់គេហើយទ្រង់នឹងអត់ទោសឲ្យជាបរិបូរណ៍អ្នករាល់គ្នានឹងចេញទៅដោយអំណរនិងដោយសុខសាន្តមើលណោះទ្រង់យាងមកហើយព្រះយេស៊ូវព្រះយេស៊ូវសូមលោកជួយសង្គ្រោះដល់កូនស្រីខ្ញុំផងលោកសូមជួយផងត្បិតនាងមានអាយុ12ឆ្នាំប៉ុណ្ណោះសូមលោកជួយផងយេរ៉ូខ្ញុំស្ដាយណាស់ហើយព្រះយេស៊ូវកូនស្រីឯងស្លាប់ហើយកុំពិបាកនឹងរំខានលោកគ្រូអីកុំឲ្យព្រួយអីគ្រាន់តែជឿប៉ុណ្ណោះនាងនឹងបានរស់វិញកុំយំអីនាងមិនស្លាប់ទេគឺនាងដេកលក់ទេតាកូនស្រីក្រោកឡើងរកអ្វីឲ្យនាងបរិភោគផងតែខ្ញុំហាមអ្នកកុំប្រាប់ការនេះដល់អ្នកណាឲ្យសោះក្រោយមកទ្រង់បានទតឃើញអ្នកយកពន្ធដារម្នាក់ឈ្មោះម៉ាថាយលេវីដែលកំពុងអង្គុយនៅកន្លែងយកពន្ធចូលមកតាមខ្ញុំ
ព្រះយេស៊ូវក៏ចេញទៅឯភ្នំដើម្បីអធិដ្ឋានរួចទ្រង់អធិដ្ឋានដរាបដល់ភ្លឺលុះភ្លឺឡើងទ្រង់រើសយកសិស្ស12នាក់ដែលទ្រង់ហៅថាជាសាវកគឺស៊ីម៉ូនដែលហៅថាពេត្រុសអនដ្រេជាប្អូនគាត់យ៉ាកុបយូហានភីលីបបាថូឡូមេម៉ាថាយថូម៉ាស់យ៉ាកុបជាកូនអាល់ផាយស៊ីម៉ូនដែលហៅថាអ្នកឧស្សាហ៍និងយូដាសជាញាតិនឹងយ៉ាកុបហើយយូដាសអ៊ីស្ការីយ៉ុតដែលត្រឡប់ជាអ្នកក្បត់មានពរឲ្យអស់អ្នកដែលក្រត្បិតនគរព្រះជារបស់អ្នកមានពរឲ្យអស់អ្នកដែលឃ្លានឥឡូវនេះត្បិតអ្នកនឹងបានឆ្អែតមានពរឲ្យអស់អ្នកដែលយំត្បិតនឹងបានសោចវិញមានពរឲ្យកាលណាមនុស្សស្អប់បដិសេធឲ្យបៀតបៀនអ្នកហើយនិយាយអាក្រក់ពីអ្នកដោយព្រោះកូនមនុស្សចូលអសប្បាយហើយលូតកញ្ឆេងចុះត្បិតអ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំនៅឯឋានសួគ៌ត្បិតអាយកោគេក៏ប្រព្រឹត្តដល់ហោរាពីដើមដូចនេះដែរ16 17 18 19 ខ្ញុំមានតែប៉ុណ្្នឹងទេណែហើយមានតែប៉ុណ្្នឹងទេវេទនាដល់អ្នកដែលមានក្នុងសម័យនេះហើយរស់ក្នុងជីវិតសុខស្រួលវាមិនចង់ធ្វើជាដាក់វាទៅវាឈួតហើយវេទនាដល់អស់អ្នកដែលសោចនៅពេលនេះត្បិតនឹងការទុកព្រួយហើយយំសោកវិញវេទនាដល់អ្នករាល់គ្នាកាលណាមនុស្សនិយាយល្អពីអ្នកត្បិតពីដើមគេក៏បានប្រព្រឹត្តនឹងពួកហោរាคล้ายៗដូចឆ្នោតដែរតែខ្ញុំប្រាប់អ្នករាល់គ្នាថាចូលស្រឡាញ់ខ្មាំងសត្រូវអ្នកវិញចូលធ្វើល្អនឹងពួកដែលស្អប់អ្នកឲ្យពរដល់មនុស្សដែលផ្ដាសាអ្នកហើយអធិដ្ឋានឲ្យមនុស្សដែលធ្វើទុកអ្នកបើគេទះកំភ្លៀងអ្នកម្ខាងចូលអ្នកបែរម្ខាងទៀតទៅឲ្យគេចុះបើអ្នកណាយកអាវវែងអ្នកនោះឲ្យគេយកទាំងអាវខ្លីអ្នកផងចុះចូលឲ្យដល់អ្នកណាដែលសូមពីអ្នកហើយបើអ្នកណាយកអ្វីពីអ្នកនោះចូលកុំទាយកវិញឡើយអ្នកចង់ឲ្យគេប្រព្រឹត្តនិងអ្នកយ៉ាងណាត្រូវប្រព្រឹត្តនឹងគេយ៉ាងនោះដែរបើអ្នកស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នកនោះហេតុអ្វីបានជាអ្នកចង់បានពរត្បិតមនុស្សមានបាបក៏មានចិត្តយ៉ាងដូចនោះដែរបើអ្នកធ្វើល្អតែចំពោះអ្នកដែលធ្វើល្អដល់អ្នកហេតុអ្វីបានជាអ្នកចង់បានពរអ្នកមានបាបក៏ធ្វើដូចនោះដែរហេតុអីបានជាពណ៌ស្ត្រីនោះបានជានិយាយជាមួយស្រីនោះគួរឲ្យខ្មាស់ណាស់
ទេចូលស្រឡាញ់ខ្មាំងសត្រូវអ្នកហើយប្រព្រឹត្តល្អនឹងគេឲ្យគេខ្ចីដោយឥតសង្ឃឹមថាគេសងវិញនោះអ្នកនឹងបានរង្វាន់យ៉ាងធំហើយនឹងធ្វើជាកូនព្រះដ៏ខ្ពស់បំផុតត្បិតទ្រង់តែងល្អដល់ទាំងមនុស្សអកតញ្ញូនិងមនុស្សអាក្រក់ចូលមានចិត្តមេត្តាដោយព្រះវរបិតាដែលមានព្រះតីករុណាដែរ ព្រះយេស៊ូវសង្គ្រោះយើងផង កុំកោតទោសគេមិនកោតអ្នកដែរកុំនិន្ទាគេក៏មិននិន្ទាអ្នកវិញអត់ទោសឲ្យគេនឹងអត់ទោសឲ្យអ្នកវិញ ព្រះអង្គម្ចាស់សូមនាំផ្លូវយើងខ្ញុំផង ចូលឲ្យនោះគេនឹងឲ្យមកអ្នកវិញត្បិតគេនឹងឲ្យមកអ្នកតាមរង្វាល់ដែលអ្នកវាល់ឲ្យគេមនុស្សខ្វាក់មិនអាចដឹកមនុស្សខ្វាក់បានទេគេច្បាស់ជាធ្លាក់ទៅក្នុងរណ្ដៅទាំងពីរនេះហើយហេតុអ្វីបានជាឃើញតែកំតិចដែលនៅក្នុងព្រែកបងអ្នកតែមិនឃើញធ្នឹមនៅក្នុងព្រែកខ្លួនផង លោកម្ចាស់សូមបង្ហាញផ្លូវយើងខ្ញុំផង យើងខ្ញុំត្រូវការត្រង់មានពរហើយផ្ទៃណាដែលបានរក្សាលោក តែមានពរហើយអស់អ្នកណាដែលឮព្រះបន្ទូលព្រះហើយប្រព្រឹត្តតាម ខ្ញុំចង់បានស្គាល់មនុស្សនេះណាស់តើឯងគិតថាគាត់នឹងជាព្រះមេស៊ីទេ អ្នកផារីស៊ីម្នាក់នេះបានយាងព្រះយេស៊ូវទៅសោយអាហារពេលល្ងាចនៅក្នុងផ្ទះរបស់គាត់ ណែពួកក្មេងៗនោះគេចេញទៅឯងឮទេទៅបើពួកវានៅនាំឲ្យរំខានដល់យើងហើយ នាងនឹងមកមានការអ្វី ខ្ញុំក៏មិនដឹងដែរ តើនាងធ្វើអីហ្នឹង បើអ្នកនេះពិតជាហោរាមែននោះនឹងស្គាល់ស្ត្រីដែលមកពណ៌ខ្លួនថានាងជាមនុស្សយ៉ាងណាហើយព្រោះនាងជាមនុស្សមានបាប ស៊ីម៉ូនខ្ញុំស្គាល់ស្ត្រីនេះជានរណាហើយខ្ញុំចង់និយាយនឹងអ្នកបន្តិចមានមនុស្សពីរនាក់ជំពាក់អ្នកចងការប្រាក់ម្នាក់ជំពាក់500និងម្នាក់ទៀតជំពាក់50អ្នកទាំងពីរនោះគ្មានប្រាក់នឹងសងគាត់វិញឡើយម្ចាស់ប្រាក់ក៏លែងទាពីអ្នកទាំងពីរដូច្នេះតើអ្នកណាស្រឡាញ់គាត់ជាង ខ្ញុំគិតស្មានថាគឺអ្នកម្នាក់ដែលជំពាក់ប្រាក់ច្រើនជាងគេ អ្នកថាត្រូវហើយអ្នកឃើញស្ត្រីនេះទេខ្ញុំបានចូលក្នុងផ្ទះអ្នកមិនបានឲ្យទឹកលាងជើងខ្ញុំទេតែនាងសម្រក់ទឹកភ្នែកលាងជើងខ្ញុំព្រមទាំងយកសក់ជូតជើងខ្ញុំផងអ្នកមិនបានទទួលខ្ញុំដោយថើបខ្ញុំសោះតែតាំងពីខ្ញុំចូលមកនាងបានថើបជើងខ្ញុំវិញអ្នកមិនបានយកប្រេងមកលាបក្បាលខ្ញុំសោះតែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំប្រាប់អ្នកថាបាបនាងដ៏ច្រើនត្រូវបានអត់ទោសឲ្យហើយត្បិតនាងមានសេចក្តីស្រឡាញ់ច្រើនតែអ្នកដែលបានអត់ទោសឲ្យតិចនោះបង្ហាញថាមានសេចក្តីស្រឡាញ់តិចវិញ បាបនាងបានអត់ទោសឲ្យហើយជំនឿនាងបានសង្គ្រោះនាងហើយ ទៀតព្រះយេស៊ូវបានយាងទៅបង្រៀនពីដំណឹងល្អនៃនគរព្រះសិស្សទ្រង់ទាំង12នាក់និងស្ត្រីខ្លះដែលបានរួចពីវិញ្ញាណអារក្សបានទៅជាមួយទ្រង់ដែរគឺម៉ារីអ្នកស្រុកម៉ាក់ដាឡាយូអានជាប្រពន្ធខូសៀជាមហាស្លឹកស្ដេចហេរ៉ូហើយនិងស៊ូសាន
ហេរ៉ូតជាស្ដេចអនុរាជនៅស្រុកកាលីលេបានចាប់យូហានបាទីសដាក់គុកដោយយូហានបានចោទប្រកាន់ថាទ្រង់បានយកប្រពន្ធរបស់ប្អូនប្រុសទ្រង់ ល្អណាស់ពេលយើងបានមកដល់មាត់ទ្វារទីក្រុងនោះឃើញមានគេសែងខ្មោចចេញមកអ្នកស្លាប់នោះគឺជាកូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់កាលព្រះយេស៊ូវតតឃើញនោះទ្រង់មានប្រតិក្ដួលអាណិតទ្រង់មានបន្ទូលទៅអ្នកស្លាប់ថាអ្នកកំឡោះអើយចូលក្រោកឡើងអ្នកស្លាប់នោះក៏ក្រោកអង្គុយរួចទ្រង់ប្រគល់ដល់ម្ដាយរបស់គាត់វិញសួរទ្រង់មើលថាតើទ្រង់ជាព្រះដែលត្រូវយើងមកនោះឬអីឬយើងត្រូវរងចាំមួយអង្គទៀត លោកគ្រូលោកយូហានបាទីឲ្យមកសួរថាតើលោកជាព្រះអង្គដែលត្រូវយើងមកមែនទេឬយើងត្រូវរងចាំមួយអង្គទៀត ទៅប្រាប់យូហាននៅអ្វីដែលបានឃើញហើយឮចុះមនុស្សខ្វាក់បានភ្លឺមនុស្សខ្វិនដើរបានមានពរហើយអ្នកណាដែលមិនសង្ស័យអំពីខ្ញុំ ខ្ញុំផង ឡើងលើស្មាមកឯងឃើញហើយឬនៅ ខ្ញុំឃើញព្រះយេស៊ូវហើយ មានអ្នកព្រោះពូជម្នាក់គាត់ចេញទៅព្រោះក្របពូជខ្លះធ្លាក់នៅលើផ្លូវហើយត្រូវគេដើរជន់ហើយមានសត្វស្លាបក៏ចុះមកចឹកស៊ីខ្លះទៀតធ្លាក់លើដីមានថ្មកាលបានពន្លកឡើងនោះក៏ក្រៀមស្វិតទៅវិញពីព្រោះគ្មានធាតុសើមសោះក្របពូជខ្លះធ្លាក់ក្នុងបន្លាហើយបន្លាបានដុះឡើងជាមួយក៏ខ្ទប់វាជាប់មានខ្លះទៀតធ្លាក់លើដីល្អក៏ដុះឡើងហើយបង្កើតផលផ្លែមួយបានជា100 លោកគ្រូហេតុអ្វីបានមានបន្ទូលជាពាក្យប្រៀបធៀបកាលហ្វុងមនុស្សនៅជិត ហើយអ្នករាល់គ្នាព្រះបានប្រទានឲ្យស្គាល់ការអាកំបាំងរបស់នគរទ្រង់តែបានសម្ដែងជាពាក្យប្រៀបធៀបដល់អ្នកឯទៀតដើម្បីគេមើលតែមិនឃើញហើយស្ដាប់តែគេមិនយល់អ្វីឡើយហើយពាក្យប្រៀបធៀបនេះមានន័យថាក្របពូជគឺជាព្រះបន្ទូលព្រះក្របពូជដែលធ្លាក់តាមផ្លូវគឺអស់អ្នកដែលបានឮហើយអារ្យមកឆក់យកព្រះបន្ទូលចេញពីចិត្តគេវិញដើម្បីកុំឲ្យគេជឿហើយបានទទួលសេចក្តីសង្គ្រោះឯក្របពូជធ្លាក់ទៅលើដីថ្មគឺអស់អ្នកដែលឮព្រះបន្ទូលហើយក៏ទទួលដោយអំណរតែគ្មានចាក់ឬសោះគេជឿតែមួយស្របក់ប៉ុណ្ណោះពេលមានសេចក្តីល្បួងមកដល់គេក៏រសាយចិត្តទៅក្របពូជដែលធ្លាក់ក្នុងបន្លាគឺអ្នកដែលបានឮហើយតែការខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិនិងការស្រើបស្រាលនៃជីវិតមកផ្ទុកចិត្តมันអាចបង្កើតផលបានឡើយតែពូជដែលធ្លាក់ទៅលើដីល្អគឺអស់អ្នកដែលឮព្រះបន្ទូលហើយទទួលយកដោយចិត្តទៀងត្រង់និងដោយគោរពក៏បង្កើតផលដោយសេចក្តីអត់ធន់វិញមានអ្នកណាអុជចង្កៀងហើយយកផើងមកគ្របឬយកទៅដាក់ក្រោមក្រែឡើយគេតែងតែដាក់លើជើងចង្កៀងដើម្បីឲ្យអស់អ្នកដែលចូលមកបានឃើញពន្លឺវិញអ្វីជាអាកំបាំងនោះនឹងត្រូវបើកសម្ដែងចេញហើយអ្វីលាក់ទុកនោះនឹងត្រូវរកឃើញហើយយកទៅដាក់នៅទីភ្លឺវិញត្រូវអ្នកប្រុងប្រយ័ត្នហើយស្ដាប់ចុះត្បិតអ្នកណាដែលមាននឹងត្រូវបន្ថែមឲ្យទៀតប៉ុន្តែអ្នកណាដែលគ្មាននោះនឹងត្រូវដកយកនៅអ្វីដតិចដែលគាត់គិតថាខ្លួនមានផងលោកគ្រូម្ដាយហើយនឹងប្អូនប្រុសលោកកំពុងឈរខាងក្រៅរងចាំជួបលោកម្ ដាយខ្ញុំហើយប្អូនប្រុសខ្ញុំគឺអស់អ្នកដែលឮព្រះបន្ទូលហើយធ្វើតាមវិញ
ថ្ងៃមួយព្រះយេស៊ូវទ្រង់បានយាងចុះទូកជាមួយពួកសិស្សហើយទ្រង់បានមានបន្ទូលប្រាប់គេថាចូលយើងឆ្លងទូកទៅឯត្រៃម្ខាងកាលកំពុងបើកក្តោងទៅនោះទ្រង់ក៏ផ្ទុំលូកឯណាទៅជំនឿនេះហើយព្រះយេស៊ូវនិងពួកសិស្សបានមកដល់កេរ៉ាស៊ីនដែលទល់នឹងស្រុកកាលីលេព្រះយេស៊ូវព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយតើទ្រង់ចង់ធ្វើអ្វីនឹងទូលបង្គំសូមអង្វរទ្រង់កុំធ្វើបាបទូលបង្គំឡើយតើឯងឈ្មោះអីកងទ័ពព្រះអង្គម្ចាស់អើយកុំឲ្យទូលបង្គំចុះទៅក្នុងជង្ហុកធំនោះឡើយសូមឲ្យទូលបង្គំទៅបោកជ្រោកនោះវិញហេមកវិញឈប់សិនហើយអារក្សក៏បានចេញពីមនុស្សនោះចូលទៅក្នុងហ្វូងជ្រូកមកវិញចេញពីទីនេះទៅមេថ្មកំណាចចេញទៅចេញឲ្យឆ្ងាយពីទីនេះទៅចេញទៅចេញពីទីនេះទៅទូលបង្គំតាមព្រះអង្គទៅជាមួយដែរឲ្យទូលបង្គំទៅជាមួយទ្រង់ផងទៅផ្ទះចុះហើយប្រាប់ពីការដែលព្រះបានប្រោសអ្នកវិញព្រះយេស៊ូវនិងពួកសិស្សបានទៅដល់ជិតភូមិមួយឈ្មោះបេតសៃដាកាលហ្វូងមនុស្សបានដឹងហើយគេក៏នាំគ្នាទៅតាមទ្រង់លុះល្ងាចណាស់ហើយពេត្រុសទូលទ្រង់ថាលោកគ្រូ
សូមឲ្យគេទៅវិញទៅដើម្បីទៅរកទីស្នាក់និងស្បៀងអាហារនៅក្នុងភូមិចិត្តនេះចុះត្បិតនៅទីកន្លែងនេះស្ងាត់ណាស់ចូលអ្នកឲ្យគេបរិភោគផងទៅ ប៉ុន្តែយើងមានតែនំប៉័ង5ដុំនិងត្រី2ប៉ុណ្ណោះ សូមព្រះអម្ចាស់បានប្រកបដោយព្រះពរគឺជាស្ដេចលើពិភពលោកទាំងមូលដែលបានប្រទាននំប៉័ងមកផែនដីនេះ ជាការអស្ចារ្យណាស់ ស្ទើរតែជឿមិនបាន តើហ្វូងមនុស្សថាខ្ញុំជានរណា អ្នកខ្លះថាលោកជាយូហានបាទីសខ្លះទៀតថាជាលោកអេលីយ៉ាហើយអ្នកខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណដែលបានរស់ឡើងវិញ ចុះអ្នកវិញតើថាខ្ញុំជានរណា ទ្រង់គឺជាព្រះគ្រីស្ទ កុំប្រាប់ការនេះដល់អ្នកណាឲ្យសោះកូនមនុស្សត្រូវរងទុក្ខជាច្រើនហើយត្រូវគេបោះបង់ចោលទ្រង់នឹងត្រូវគេធ្វើគុតតែ3ថ្ងៃក្រោយមកទ្រង់នឹងរស់ឡើងវិញ Each night repeats it to the next. មានអ្នកណាចង់មកតាមខ្ញុំទេ លោកគ្រូខ្ញុំនឹងទៅតាមលោកប៉ុន្តែសូមអនុញ្ញាតឲ្យខ្ញុំទៅលាគ្រួសារខ្ញុំសិន អ្នកណាដែលដាក់ដៃកាន់នាងកលហើយងាកបែរទៅក្រោយនោះមិនគួរនឹងនគរព្រះទេអស់អ្នកណាដែលចង់មកតាមខ្ញុំត្រូវលះកាត់ចិត្តខ្លួនឯងចោលហើយលីឈើឆ្កាងខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះអ្នកណាដែលចង់រួចជីវិតនោះនឹងបាត់ជីវិតទៅតែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំនោះនឹងបានជីវិតវិញតើមានប្រយោជន៍អ្វីបើមនុស្សបានផែនដីទាំងមូលតែបាត់ព្រលឹងខ្លួនទៅបើអ្នកណាដែលខ្មាស់គេដោយព្រោះខ្ញុំនឹងពាក្យរបស់ខ្ញុំនោះកូនមនុស្សនឹងខ្មាស់អ្នកនោះពេលទ្រង់មកក្នុងសេរីល្អទ្រង់និងក្នុងសេរីល្អព្រះវរបិតានិងទេវតាទ្រង់ដែរ ខ្ញុំប្រាប់អ្នកថាក្នុងពួកអ្នកនៅទីនេះមានខ្លះនឹងមិនស្លាប់ឡើយទាល់តែបានឃើញនគរព្រះ From its ក្រោយមកព្រះយេស៊ូវទ្រង់ក៏យកយូហានយ៉ាកុបនិងពេត្រុសឡើងទៅលើភ្នំដើម្បីអធិដ្ឋាន
កាលដែលទ្រង់កំពុងអធិដ្ឋាននោះព្រះភ័ក្ត្រទ្រង់ក៏ផ្លាស់ប្រែហើយព្រះភ័ស្ត្រទ្រង់ត្រឡប់ជាសព្រាតរំពេចនោះមានមនុស្សពីរនាក់ទូលនឹងទ្រង់គឺលោកម៉ូសេនិងលោកអេលីយ៉ាដែលលេចមកក្នុងសេរីល្អ ទ្រង់នឹងសម្រេចតាមផែនការព្រះទ្រង់នឹងសគត់នៅយេរូសាឡឹមយ៉ាកុបយ៉ូហានពេលអ្នកទាំងពីរកំពុងចេញទៅនោះពេត្រុសទូលព្រះយេស៊ូវថា លោកគ្រូយើងខ្ញុំនៅទីនេះល្អណាស់យើងខ្ញុំនឹងធ្វើត្រសាល3មួយសម្រាប់លោកកាលកំពុងតែទូលនោះមានពពកមកគ្របបាំងគេហើយសិស្សទ្រង់ភ័យខ្លាចទាំងអស់គ្នាហើយមានសម្លេងចេញពីពពកមកថានេះជាកូនស្ងួនភ្ងាអញចូលស្ដាប់តាមចុះ លោកគ្រូសូមអាណិតដល់កូនខ្ញុំផងសូមមេត្តាជួយវាផងវាជាកូនប្រុសតែមួយគត់របស់ខ្ញុំបានសូមឲ្យសិស្សរបស់លោកដេញដែរតែគេដេញមិនបានសោះ អោដំណងមនុស្សមិនជឿហើយមានចិត្តវេកអើយតើឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណាទៀតចូលយកវាមកនេះ Thank you.